មនាលភិក្ខុទាំងឡាយពាក្យខាងមុខនៅមានតទៅទៀតភិក្ខុពិចារណាឃើញនៅធម៌ក្នុងធម៌ទាំងឡាយគឺឧបទានខណ្ឌទាំង5ជាប្រក្រតីគ្រប់អេរយាបថទាំង4មនាលភិក្ខុទាំងឡាយចុះភិក្ខុពិចារណាឃើញនៅធម៌ក្នុងធម៌ទាំងឡាយគឺឧបទានខណ្ឌទាំង5ជាប្រក្រតីគ្រប់អេរយាបថទាំង4តើដោយវិធីដូចម្ដេចមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញដូច្នោះថារូបមានប្រមាណប៉ុណ្ណោះធម៌ដែលជាទីកើតឡើងនៃរូបមានប្រមាណប៉ុណ្ណោះធម៌ដែលជាដែនវិនិច្ឆ័យទៅនៃរូបមានប្រមាណប៉ុណ្ណោះវេទនាមានប្រមាណប៉ុណ្ណោះធម៌ដែលជាដែនកើតឡើងនៃវេទនាមានប្រមាណប៉ុណ្ណោះធម៌ដែលជាដែនវិនិច្ឆ័យទៅនៃវេទនាមានប្រមាណប៉ុណ្ណោះសញ្ញាមានប្រមាណប៉ុណ្ណោះធម៌ដែលជាដែនកើតឡើងនៃសញ្ញាមានប្រមាណប៉ុណ្ណោះធម៌ដែលជាដែនវិនិច្ឆ័យទៅនៃសញ្ញាមានប្រមាណប៉ុណ្ណោះសង្ខារទាំងឡាយមានប្រមាណប៉ុណ្ណោះធម៌ដែលជាដែនកើតឡើងនៃសង្ខារទាំងឡាយមានប្រមាណប៉ុណ្ណោះធម៌ដែលជាដែនវិនិច្ឆ័យទៅនៃសង្ខារទាំងឡាយមានប្រមាណប៉ុណ្ណោះវិញ្ញាណមានប្រមាណប៉ុណ្ណោះធម៌ដែលជាដែនកើតឡើងនៃវិញ្ញាណមានប្រមាណប៉ុណ្ណោះធម៌ដែលជាដែនវិនិច្ឆ័យទៅនៃវិញ្ញាណមានប្រមាណប៉ុណ្ណោះភិក្ខុពិចារណាឃើញនៅធម៌ក្នុងធម៌ទាំងឡាយខាងក្នុងជាប្រក្រតីគ្រប់អេរយាបថទាំង4យ៉ាងនេះផងពិចារណាឃើញនៅធម៌ក្នុងធម៌ទាំងឡាយខាងក្រៅជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៅធម៌ក្នុងធម៌ទាំងឡាយទាំងខាងក្នុងទាំងខាងក្រៅជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលជាទីប្រជុំកើតក្នុងធម៌ទាំងឡាយជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលសូន្យទៅក្នុងធម៌ទាំងឡាយជាប្រក្រតីគ្រប់អេរយាបថទាំង4ផងពិចារណាឃើញនៅធម៌ដែលជាទីប្រជុំកើតឡើងនិងធម៌ដែលសូន្យទៅក្នុងធម៌ទាំងឡាយជាប្រក្រតីគ្រប់អេរយាបថទាំង4ផងមួយទៀតស្មារតីជាគ្រឿងកំណត់របស់ភិក្ខុនោះក៏ផ្ចង់ឡើងចំពោះថាធម៌មានមែនគ្រាន់តែជាទីកំណត់ដើម្បីឲ្យចម្រើនប្រាជ្ញាដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះភិក្ខុមានចិត្តមិនអាស្រ័យដោយតណ្ហានិងទិដ្ឋិគ្រប់អេរយាបថទាំង4ផងមិនប្រគៀកប្រកាន់អ្វីតិចតួចក្នុងលោកផងមនាលភិក្ខុទាំងឡាយភិក្ខុពិចារណាឃើញនៅធម៌ក្នុងធម៌ទាំងឡាយគឺឧបទានខណ្ឌទាំង5ជាប្រក្រតីគ្រប់អេរយាបថទាំង4យ៉ាងនេះឯងចប់ខណ្ឌពពៈសូមជ្រះថ្លាអនុមោទនា